Hello, everyone. Nice to see you again. Now, let's translate three more useful everyday English idioms with me. And the first idiom means to pretend not to notice something bad that is happening, so you do not have to do anything about it. To pretend not to notice something bad that is happening, so you don't have to do anything about it. ចឹង idiom ហ្នឹងគឺគេចង់ប្រើសម្រាប់ទៅលើធ្វើពុត ជាមិនកត់សម្គាល់ធ្វើពុតថាមិនបានកត់សម្គាល់អ្វីដែលអាក្រក់ហ្នឹងកំពុងតែកើតឡើងដែលអ្វីដែលអាក្រក់កំពុងតែកើតឡើងហ្នឹងដូច្នេះហើយអ្នកមិនចាំបាច់ត្រូវតែធ្វើអ្វីទាំងអស់ចំពោះរឿងដែលកើតឡើងហ្នឹង ចេះខ្ញុំសូមសម្រាប់ច្បាស់ថាយើងធ្វើពុតថាយើងធ្វើពុតដូចជាមិនដឹងអីចឹងណាតែបើថាមានរឿងអាក្រក់មួយដែលកំពុងកើតឡើងហ្នឹងតែពេលអញ្ចឹងយើងមិនចាំបាច់ធ្វើអីទេយើងមិនចាំបាច់ធ្វើអីទាំងអស់មិនចាំបាច់ដោះស្រាយអីទេអញ្ចឹង the authorities were neither unaware of the problem or they turned a blind eye to it គេអញ្ចឹងokay the authorities were either unaware of the problem or they turned a blind eye to it ចឹង idiom ហ្នឹងគឺ turn a blind eye to something នេះណាចឹង turn a blind eye to something បើយើងមើលតាមឧទាហរណ៍គេថា the authority ហ្នឹងបានន័យថាអាជ្ញាធរគឺអាចថាជាមិន